សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះមកតភាពពីវីដេអូមុនដែលនាំកូនទៅលេងសមុទ្រអញ្ចឹងថ្ងៃនេះបើកឡើងហ្នឹងគឺយើងបើកឡានទៅខាងហ្នឹងហើយសមុទ្រ Virginia Beach ហើយប៉ុន្តែយើងអត់ទៅសមុទ្រទៀតទេអញ្ចឹងថ្ងៃនេះនាំកូនទៅជិះទូកវិញហ្នឹងហើយចង់ជិះទូកដើរលេងអញ្ចឹងណាប៉ុន្តែកន្លែងទូក ticket ហើយហ្នឹងគឺយើងអត់ទាន់ដល់ម៉ោងទេអញ្ចឹងក៏ឈៀងចូលទៅសមុទ្រនៅចិត្តនេះហ្នឹងឆ្នេរសមុទ្រនៅចិត្តហ្នឹងគឺយើងចូលទៅលេងសិនហ្នឹងហើយថាដំបូងឡើយថាចង់ចូលទៅលេងដូចថាអង្គុយយកខ្យល់អីបន្តិចតួចអីចឹងណាប៉ុន្តែពេលទៅដល់មានណាបងប្អូនអើយខ្យល់ខ្លាំងពេកអញ្ចឹងទៅវាដូចថាវាអត់សុបាយវាមិនមែនខ្យល់តិចអានេះបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងឯងគឺខ្យល់បក់ខ្លាំងចង់ដូចថាមានខ្យល់ថ្ងៃខ្យល់អញ្ចឹងទៅដូច storm ដូចអីចឹងមានចិត្តព្យុះអីចឹងណាមើលតែទឹកអាឡូក៏បោកក្រាំងដូចថាគួរឲ្យខ្លាចដែរអញ្ចឹងវាខ្យល់ខ្លាំងពេកអញ្ចឹងយើងអត់បានអង្គុយលេងអីច្រើនទេអញ្ចឹងគ្រាន់តែមកអឺតមើលដើរនឹងឆ្នេរនឹងបន្តិចអីចឹងទៅហើយបន្ទាប់មកទៀតគឺយើងក៏ជិះឡានយើងទៅអាកន្លែងដែលយើងត្រូវឡើងទូកហ្នឹងបងប្អូនតែនៅពេលដែលយើងទៅដល់កន្លែងយើងឡើងទូកហ្នឹងយើងអត់ទាន់ដល់ម៉ោងឡើងទូកទេវានៅប្រហែលកន្លះម៉ោងជិត1ម៉ោងអីទៀតអញ្ចឹងយើងក៏នាំគ្នាដើរនៅគៀនអាកន្លែងដែលយើងត្រូវឡើងទូកហ្នឹងព្រោះអីគេមានជាសួនច្បារជាកន្លែងផែអីចឹងទៅសម្រាប់និយាយទៅម្ដុំហ្នឹងគឺកន្លែងសម្រាប់អ្នកទេសចរហើយគឺឈ្មោះកន្លែងដែលខ្ញុំទៅហ្នឹងគឺគេហៅ Norfolk Virginia ហ្នឹងហើយ state ដែលខ្ញុំនៅហើយកន្លែងហ្នឹងគឺមានកន្លែងដើរលេងច្រើនដែរបងប្អូនណាហើយមានសារមន្ទីរខាងតាហ៊ានជើងទឹកអីចឹងណាអញ្ចឹងអានេះគឺយើងដើរលេងជុំទេមុនយើងឡើងទូកហើយអានេះគឺមានទូកដូចទូកធំអីចឹងទៅហ្នឹងហើយមាន private boat មាន public ដូចថាសម្រាប់គេជួលជិះអីចឹងដែរណាហើយបន្ទាប់មកបានដល់ពេលដែលយើងត្រូវឡើងទូកហ្នឹងទើបយើងទៅឈរតម្រង់ជួរឡាញអាប់ដូចបងប្អូននៅឃើញនៅក្នុងរូបអញ្ចឹងណាហើយអានេះនៅពេលដែលយើងឡើងមកដល់លើទូកអញ្ចឹងហើយថ្ងៃវាក្តៅបងប្អូនថ្ងៃហ្នឹងក្តៅប៉ុន្តែពេលដែលយើងជិះទូកគេបើកទៅវាលហើយស្រួលវាអត់អីទេហើយកូនខ្ញុំហ្នឹងនិយាយពីមុនមកហ្នឹងគឺសប្បាយ exciting ដូចថាចង់ជិះទូកតែដល់ពេលបានឡើងលើទូកញ៉ាំអីហើយគេងបាត់បងប្អូនហើយមានណាthe whole tour ដែលគេនាំយើងទៅមើលទៅអីហ្នឹងមានបានស្ដាប់មានបានមើលអីទេកូនខ្ញុំដេករហូតដល់ត្រឡប់មកវិញបានងើបហ្នឹងហើយអានេះគឺដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងគេទូកហ្នឹងគឺជីឆ្លងកាត់នៅតាមដូចនៅតាមច្រាំងតាមអីហ្នឹងគេមានទូកផ្សេងទៀតសម្រាប់យើងជួលមើលថ្ងៃលិចមានធួផ្សេងពីគ្នាអញ្ចឹងណាជីយឺតក៏មានអីក៏មានដែរអញ្ចឹងអូខេអញ្ចឹងយើងបន្តទៅទៀតដូចជាគេឃើញ Riverside អីចឹងណាកន្លែងដូចថា building មួយហ្នឹងគេរៀបរាប់ប្រាប់យើងថាតើកន្លែងហ្នឹងគឺជា building អីហើយគេធ្វើអីខ្លះអីចឹងណាតាំងពីឆ្នាំណាអីចឹងនិយាយទៅbuilding ដែលសំខាន់ហើយនឹងមាននាវាចម្បាំងផលអាមេរិកហ្នឹងដែលបងប្អូនឃើញនៅក្នុងរូបចឹងព្រោះអីកន្លែងហ្នឹងគឺដូចជានៅរដ្ឋដែលខ្ញុំនៅហើយនៅ Norfolk ហ្នឹងគឺជាប្រទេសទាហានជើងទឹកធំដែរនៅនឹងអញ្ចឹងវាមានច្រើនបែបច្រើនស្ថានទូកសូម្បីតែគេជួសជុលទូកគេសង់ទូកនាវាហ្នឹងក៏នៅនឹងមានដែរហើយអានេះគឺគេមានប្រាប់ពីថានៅកន្លែងហ្នឹងទូកមានអីខ្លះចឹងណាដូចជាមានផែហ្នឹងហើយផែទំនិញផែអីចឹងទៅកន្លែងណាសម្រាប់លើកទំនិញលើកអីហើយក៏មានដូចបងប្អូនឃើញនៅក្នុងរូបទូកកាលពីឆ្នាំមុនអីហ្នឹងដូចជាមានទូកដឹកទំនិញហ្នឹងហើយដឹកទំនិញហើយបានទៅបុកស្ពាននៅបាត់ថ្មអញ្ចឹងទៅក៏បែកបាក់ស្ពានអីចឹងទៅមកហឹកនឹងដូចជានេះដែរហើយអាទុកដែរថាបែកបាក់ហ្នឹងក៏គេយកមកទុកនៅកន្លែងហ្នឹងហើយដូចបងប្អូនឃើញក្នុងរូបចឹងដែលខ្ញុំឃើញនេះហ្នឹងគឺទុកហ្នឹងក៏គេយកមកទុកនៅហ្នឹងដែរហើយក៏មានទុកពេទ្យកាកបាទក្រហមមករបៀបដូចថាពេទ្យទាហានជើងទឹកអីចឹងណាហ្នឹងហើយវាមានច្រើនតាមបែបតាមហ្នឹងនិយាយទៅជីតាមទុកហ្នឹងគឺគេប្រាប់យើងហោហែចឹងទៅថាមានកន្លែងណាប្រទេសទាហានហើយ
ទូកនេះសម្រាប់ធ្វើអីចឹងណាហើយបើនិយាយទៅគេនិយាយខ្ញុំស្ដាប់បានខ្លះខ្ញុំក៏ស្ដាប់មិនទាន់ខ្លះហើយកន្លែងតែថតរូបថតអីចឹងទៅហើយនិយាយទៅសប្បាយដូចថាមានខ្យល់អាកាសអីចឹងណាយើងមើលឃើញទេសភាពប្លែកៗហ្នឹងហើយដូចបងប្អូនឃើញនៅក្នុងរូបចឹងគឺនាវាទឹកអាកាំងគឺមានច្រើនបែបច្រើនសន្តានទូកអីផ្សេងពីគ្នាអីចឹងណាហ្នឹងហើយខ្ញុំមិនសូវដឹងទាំងអស់ទេមានកន្លែងផលិតធ្យូងថ្មអីចឹងណាបងប្អូនឃើញធ្យូងថ្មកន្លែងនេះហ្នឹងដូចជាគេសម្រាប់ចាក់ប្រេងឲ្យកប៉ាល់អីចឹងណាអាហ្នឹងនេះតាមគេប្រាប់គេនិយាយហ្នឹងអញ្ចឹងបងប្អូនអាចស្ដាប់នៅសំឡេង original ដែលខ្ញុំថតបានហើយចាំទីបន្តទៀត As we head inbound, it won't seem as windy out on the outside decks. During the remainder of the cruise, if you have any questions about anything, feel free to ask the crew. If you care for something, our ship store bar will remain open, and we'll return to our dock at 4. We certainly hope everyone is enjoying the cruise, and thank you so much for coming out with us on board the Victory. ហើយអត់មានអីច្រើនទេពេលដែលគេដូចថាធួប្រាប់យើងជុំវិញហោហាយអស់ហើយគឺគេបកត្រឡប់ទៅកន្លែងដែលយើងឡើងទូកវិញហ្នឹងណាអូហើយខ្ញុំភ្លេចប្រាប់បងប្អូនថាទូកដែលខ្ញុំជិះធួហ្នឹងគឺមានរយៈពេលប្រហែល1ម៉ោងហើយអញ្ចឹងវីដេអូនៅក្នុងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរបងប្អូនគឺគ្រាន់តែពេលដែលខ្ញុំទៅលើកទី1អញ្ចឹងទៅក៏ថតទុកជា memory អញ្ចឹងទៅហើយឲ្យចែកឲ្យបងប្អូនមើលទស្សនាដូចថាបានឃើញបានអីចឹងណាហើយអរគុណច្រើនក្នុងការមើលវីដេអូមួយហ្នឹងហើយចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ